អាចារ្យនិទានសូមជូនរឿងយៈឈ្មោះនន្តិធ្វើគុណចំពោះសប្បុរសគុណមិនសាបសូន្យក្នុងកាលកន្លងទៅហើយមានព្រះរាជាមួយព្រះអង្គសោយសម្បត្តិនៅក្នុងនគរអត្តបត្តថ្ងៃមួយព្រះរាជាបាននាំរាជសេវកាអាមាត្យទៅឡោមព័ទ្ធព្រៃមួយកន្លែងដើម្បីចាប់មរឹកបានដាក់អាជ្ញាថាបើមរឹករត់ចេញរួចចំមុខអ្នកណាត្រូវយកទោសអ្នកនោះដល់ជីវិតពេលនោះមរឹករត់ចេញរួចចំព្រះភ័ក្ត្រព្រះរាជាព្រះរាជាក៏ស្ដេចដេញតាមមរឹកនោះចូលទៅក្នុងព្រៃជ្រៅឆ្ងាយដាច់ស្រយាលតែមួយអង្គឯងមរឹកក៏គេចបាត់ទៅពុំអាចចាប់បានឡើយព្រះរាជាអស់សង្ឃឹមហើយស្ដេចយាងត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានឃើញដើមជ្រៃមួយធំមានម្លប់ល្អក៏ចូលទៅសម្រាកព្រះកាយនៅក្នុងទីនោះឯដើមជ្រៃនោះជាលំនៅរបស់នន្ទយៈដែលជាយៈកាចរពឹងរឹងរស់ជាទីបំផុតនន្ទយៈបានឃើញហើយក៏ស្ទុះចូលទៅចាប់ព្រះរាជាប៉ងនឹងហៃស៊ីប៉ុន្តែព្រះជន្មរបស់ព្រះអង្គថ្លៃយៈបែរជាសួរថាអ្នកជាអ្វីមកពីណាព្រះរាជាប្រាប់ថាយើងជាស្ដេចសោយរាជនៅក្នុងនគរអត្តបត្តយើងដេញតាមមរឹកមកអស់កម្លាំងពេកបានជាចូលមកសម្រាកក្រោមដើមជ្រៃនេះនន្ទយៈនិយាយថាឥឡូវនេះស្ដេចយាងចូលមកក្នុងអាណាខេត្តរបស់យើងហើយយើងត្រូវតែចាប់មហារាជបរិភោគជាអាហារប៉ុន្តែបើមហារាជចេះនៅមលតរធរចូលសម្ដែងឲ្យយើងស្ដាប់យើងនឹងលេងឲ្យត្រឡប់ទៅនគរវិញបើមិនចេះទេនឹងបរិភោគមិនខានព្រះរាជាទ្រង់មានព្រះតម្រិះថាមលតរធរនោះខ្ញុំមិនចេះទេប៉ុន្តែមានអ្នកប្រាជ្ញនៅក្នុងនគររបស់ខ្ញុំចេះនន្ទយៈក៏អនុញ្ញាតឲ្យហៅអ្នកប្រាជ្ញមកសម្ដែងធរនោះឲ្យស្ដាប់ទើបដាក់អាជ្ញាចំពោះព្រះរាជាថាបើហួសអំពី7ថ្ងៃមិនឃើញបញ្ជូនអ្នកប្រាជ្ញមកទេយើងនឹងស៊ីមនុស្សនៅក្នុងនគររបស់ព្រះអង្គទាំងអស់ព្រះរាជាព្រមតាមហើយស្ដេចយាងចូលទៅព្រះរាជធានីកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយប្រជាតិនៅក្នុងត្រកូលមហាសេដ្ឋីនានគរអន្តបត្តនោះព្រះនាមថនជាយៈបណ្ឌិតមានប្រជញ្ញ7ឆ្នាំជាអ្នកប្រាជ្ញចម្បងនៅក្នុងលោកកិត្តិស័ព្ទរបស់ព្រះអង្គក៏ផ្សាយទូទៅពេញនគរទាំងមូលចំណែកខាងព្រះរាជាបានចូលទៅដល់ព្រះរាជនិវេសហើយក៏ប្រជុំពួកអ្នកប្រាជ្ញច្រើនរូបមានឧជុសេនាបតីជាដើមឲ្យសម្ដែងមលតរធរថ្វាយព្រះអង្គអ្នកប្រាជ្ញទាំងនោះគ្មានអ្នកណាចេះមួយឡើយទៅព្រះរាជាមានព្រះតម្រិះថាបើអ្នកទាំងអស់គ្នាមិនចេះយ៉ាងនេះជីវិតរបស់យើងនិងនគរទាំងមូលនឹងវិនាសអស់ឥតសល់ព្រោះយើងបានសន្យានឹងនន្ទយៈថាបើដល់ថ្ងៃជាគម្រប់7មិនឃើញមានអ្នកប្រាជ្ញចូលទៅសម្ដែងធម៌ឲ្យស្ដាប់ទេនឹងប្រគល់អ្នកនគរទាំងអស់ឲ្យជាចំណីរបស់វានៅពេលនោះមានអ្នកប្រាជ្ញម្នាក់ក្រាបទូលព្រះរាជាថាមលតរធននោះក្រែងតែធនអ្នកជាយៈបណ្ឌិតកុមារនោះទៅចេះឧជុសេនាបតីជាមនុស្សអិច្ឆាក្រែងធនអ្នកជាយៈកុមារប្រសើរជាងខ្លួនក៏ទទួលថាវាគ្មានចេះដឹងអ្វីទេកូនក្មេងទៅនឹងកើតនៅធំក្លិនទឹកដោះពីមាត់នៅឡើយចាំខ្ញុំព្រះអង្គទៅរំពឹងគិតរកមើលមលតរធរនោះមកថ្វាយកុំព្រួយប្រតិឡើយឧជុសេនាបតីដេកគិតអស់7ថ្ងៃរកមលតរធរមិនឃើញឡើយពេលថ្ងៃរសៀលបានឡើងទៅកល់ព្រះរាជាទូលថាបបិទ្ធព្រះមហារាជមលតរធរនោះខ្ញុំព្រះអង្គរកមិនឃើញទេព្រះរាជាទ្រង់ពិរោធជាខ្លាំងក៏ដាក់តន្តកម្មប្រើឲ្យទៅអញ្ជើញធនជាយកុមារធនជាយកុមារមកបានចូលកល់តាមព្រះរាជបញ្ជាព្រះរាជាបានឃើញធនជាយកុមារហើយក៏ត្រាស់ហៅថាមហាបណ្ឌិតអ្នកជួយដោះទុកយើងផងអ្នកចេះសម្ដែងធម៌មលតរធម៌ឬទេបិទស្អែកនេះដល់កំណត់7ថ្ងៃបើរកអ្នកប្រាជ្ញទៅសម្ដែងធម៌មលតរធម៌នោះឲ្យនន្ទយៈស្ដាប់មិនបានទេនគរយើងនឹងវិនាសឥតសល់ធនជាយកុមារបានជ្រាបហើយក៏ទូលថាខ្ញុំព្រះអង្គចេះមតលតរធម៌សពគ្រប់ទាំងបាលីនិងសេចក្តីអត្ថាធិប្បាយសូមព្រះអង្គកំព្រួយព្រះតីឲ្យសោះ
សេចក្តីសុខសួស្តីនឹងមានដល់ព្រះអង្គដោយពិតព្រះពោធិសត្វក៏ចាត់ចែងរៀបដំណើរចេញទៅសម្ដែងធម៌ឲ្យនន្ទយៈស្ដាប់នន្ទយៈស្ដាប់ហើយមានសេចក្តីជ្រះថ្លាបានคล้ายខ្លួនជាកូនសិស្សរបស់ធនជយៈកុមារហើយបានបដិញ្ញានឹងធនជយៈកុមារថាបើលោកអាចារ្យមានទុកយ៉ាងណាគ្រាន់តែនឹកដល់ខ្ញុំនឹងទៅជួយដើម្បីតបឧបការៈគុណចំណែកខាងពរាជាព្រមទាំងមហាជនបានឃើញនន្ទយៈគោរពកោតខ្លាចធនជយៈកុមារដូច្នេះហើយក៏ឲ្យពោសពសាធុការបូជាដោយទ្រព្យសម្បត្តិជាច្រើនព្រះរាជាបានលើកធនជយៈកុមារហើយសូមធ្វើជាព្រះរាជបុត្របានចាត់ចែងសាងប្រាសាទនៅជាសុខសេមខ្សាន្តតមកឧជកសេនាបតីនឹកឃើញថាបើទុកធនជយៈកុមារឲ្យរស់នៅមកតែបានឡើងទីជាឧបរាជក្នុងវេលាឆាប់នេះពុំខានបើដូច្នេះគូអញទូលញាស់ស្ដេចឲ្យសម្លាប់ចោលទៅថ្ងៃមួយឧជសេនាបតីចូលទទួលញាស់ញងព្រះរាជាឲ្យសម្លាប់មិនយូរប្រមាណព្រះរាជាក៏ដោយតាមពាក្យឧជសេនាបតីបានហៅធនជយៈកុមារឲ្យទៅប្រណាំងសេះជាមួយនឹងអ្នកប្រាជ្ញក្មេងៗ3នាក់មានអភៈបណ្ឌិតជាដើមបានកំណត់ទីប្រណាំងចម្ងាយ3យោជន៍សេះដែលលឿនមានតែ3ប្រគល់ទៅអ្នកប្រាជ្ញ3នាក់ឯធនជយៈកុមារឲ្យរកសេះជិះខ្លួនឯងហើយទ្រង់ដាក់អាជ្ញាថាបើអ្នកណាឈ្នះគេ4ដងត្រូវបានកែវមនី4ដុំឈ្នះ3ដងបាន3ដុំឈ្នះ2ដងបាន2ដុំឈ្នះម្ដងបាន1ដុំបើចាញ់នៅក្រោយគេបំផុតអ្នកត្រូវសម្លាប់ចោលធនជយៈកុមារបានជ្រាបហេតុនោះសពគ្រប់ហើយក្រាបទូលថាខ្ញុំព្រះអង្គរកសេះមិនបានទេទូលព្រះបង្គំនឹងរត់ប្រណាំងដោយកម្លាំងស្មងជាមួយនឹងបណ្ឌិតទាំង3នាក់ដែលជិះសេះលឿនព្រះរាជានិងព្រះឧជសេនាបតីឮដូច្នេះហើយនឹកសង្ឃឹមថានឹងបានសម្លាប់ធនជយៈកុមារដោយពិតហើយមានបរិយាអង្គការថាស្រួលហើយបណ្ឌិតអ្នកទៅប្រណាំងចោះព្រះពោធិសត្វចុះពីសំណាក់ចូលទៅកាន់ទីប្រណាំងគិតក្នុងប្រតិថាអញមានឧបការៈគុណលើស្ដេចឥឡូវស្ដេចបែរជាប្រទោសអញវិញទើបនឹកដល់នន្ទយៈជាសិស្សនន្ទយៈក៏មកដល់ភ្លាមតែមិនឲ្យអ្នកណាមើលឃើញឡើយធនជយៈកុមារនិយាយប្រាប់យៈថាឥឡូវនេះព្រះរាជាប្រាថ្នានឹងសម្លាប់យើងហេតុនេះជួយយើងក្នុងការប្រណាំងសេះនេះផងនន្ទយៈប្រាប់ថាសូមលោកអាចារ្យកំព្រួយខ្ញុំជួយឲ្យមានជ័យជំនះដោយពិតនិយាយយ៉ាងនេះហើយក៏និមិត្តខ្លួនធំក្រៃពេកយកដៃទ្រធនជយៈកុមារឲ្យអង្គុនពេនលើបាតដៃហើយបំបាំងខ្លួនមិនឲ្យអ្នកដតីមើលឃើញឲ្យឃើញតែរូបធនជយៈកុមារដល់ពេលបើសម័យប្រណាំងគេវាយគោងឡើងមហាជនទាំងអស់ស្រាប់តែឃើញធនជយៈកុមារពេនភ្នែនលើឯកដកអាកាសអណ្ដែតលឿនជ្រាវជ្រែកឥតឧបមាអ្នកជិះសេះទាំង3ទៅតែទៅដល់ពាក់កណ្ដាលទីធនជយៈកុមារទៅដល់បាន4បកយកកែវមณีទាំងអស់4ដុំអ្នកជិះសេះ3នាក់នោះក៏ចាញ់ធនជយៈកុមារមហាជនបានស្រែកឲ្យពោសពសាធុការខ្លាំងស្ទើរស្រុតផែនដីព្រះរាជាក៏ខានសម្លាប់ទៅថ្ងៃក្រោយព្រះរាជាបានប្រគល់រាជសម្បត្តិដល់ធនជយៈកុមារឲ្យសោយរាជក្នុងនគរអត្តបត្តិនោះទៅអាចារ្យនិទានសូមជូនរឿងសាវត្ថីធីតាគុណនៃការគោរពបម្រើស្វាមីរបស់ខ្លួនក្នុងពុទ្ធសម័យកាលព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់ប្រថាប់នៅក្នុងវត្តចេតពុនកាលនោះមានស្ត្រីម្នាក់នៅក្នុងក្រុងសាវត្ថីជាស្ត្រីគ្រប់លក្ខមានគំនិតមេយាទល្អត្រឹមត្រូវមិនប្រេះផ្ដាស់ជាស្ត្រីមានចិត្តត្រង់នឹងស្វាមីរបស់ខ្លួនតាំងតែពីការដែលមាតាបិតាបានផ្សំគុំឲ្យមានគូស្រករមកពុំដែលមានសេចក្តីច្រណែនរិះគន់ដល់ស្វាមីម្ដងណាឡើយខំផ្គត់ផ្គង់បម្រើស្វាមីដូចជាមាតារក្សាបុត្រទោះបីជាស្វាមីទៅប្រព្រឹត្តមិនគប្បីនឹងស្ត្រីដទៃក៏នាងពុំដែលទៅចិត្តអាក់អន់ចិត្តចំពោះស្វាមីឡើយជាស្ត្រីមានប្រាជ្ញាជ្រៅមានគំនិតត្រង់ជានិច្ចក្នុងកាលបច្ឆិមវ័យនាងធ្វើមរណកាលទៅបានទៅកើតនៅក្នុងពិភពតាវតឹងស្ថិតនៅក្នុងវិមានកម្ពស់12យោជន៍
មានទេវបុត្រទេពធីតារាប់ពាន់ចោមរោមជាបរិវារមានអានុភាពឃ្លាវខ្លាហោះហើរលើឯកដកអាកាសលឿនដូចជ្រាវជ្រៃមានសម្លេងស្រួយពីរោះប្លែកគួរចង់ស្ដាប់ពួកទេវបុត្រទេពធីតាទាំងឡាយក្នុងឆកម្មាសួរទាំងអស់ស្រឡាញ់រាប់អានចូលចិត្តទៅលេងពេញវិមានប្រាសាទរបស់នាងឧបមាដូចជាបក្សីពេញចិត្តនឹងដើមជ្រៃដែលបរិបូរទៅដោយផ្កានិងស្លឹកថ្ងៃមួយព្រះមហាមោគលានទៅឋានត្រៃត្រឹងបានឃើញហ្វូងទេវតាកំពុងចោមរោមវិមានប្រាសាទនោះដូច្នេះហើយក៏និមន្តទៅជិតពួកទេវតាផ្អើលឈូឆរនាងទេពធីតាក៏ចុះទៅថ្វាយបង្គំទៅព្រះមហាមោគលានមានថេរដីកាសួរថាមនានាងទេពធីតាអ្នកបរិបូរដោយទើបសេរីនាងបានធ្វើបុណ្យដោយម្ដេចពីជាតិមុនបានជាមកកើតក្នុងទីនេះមានទេវបុត្រទេពធីតារាប់ពាន់អ្នកច្រើនដូចនេះនាងប្រាប់ថាខ្ញុំប្រកាសណាមិនបានធ្វើបុណ្យអ្វីទេគ្រាន់តែគោរពបម្រើស្វាមីប៉ុណ្ណោះក៏ថ្លែងប្រវត្តិរបស់ខ្លួនប្រាប់ទៅដល់ព្រះមហាមោគលានដោយសពគ្រប់លុះចប់ហើយព្រះមហាមោគលានក៏និមន្តចេះចេញផុតទៅអាចារ្យនៃទានសូមជូនរឿងបុណ្ណសេដ្ឋីមានសទ្ធាប្រសើរជាងមានទ្រព្យកាលព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅក្នុងវត្តវេលវ័ននាក្រុងរាជក្រឹសក្នុងកាលនោះមានបុរសកំសត់ម្នាក់ឈ្មោះថាបុណ្ណបាននាំភរិយានិងកូនស្រីឈ្មោះថានាងឧត្តរាបានទទួលធ្វើការឲ្យសមណសេដ្ឋីថ្ងៃមួយអ្នកក្រុងរាជក្រឹសបាននាំគ្នាលេងមហោស្រពកំណត់7ថ្ងៃឯសមណសេដ្ឋីបានឮដំណឹងនោះហើយក៏បើកឲ្យទាសកម្មករទាំងឡាយទៅលេងមហោស្រពទាំងអស់គ្នាឯបុណ្ណមាននប់ពុំបានទៅលេងមហោស្រពនឹងគេឡើយទើបសេដ្ឋីទូលថាបុណ្ណហេតុអ្វីក៏មិនទៅលេងមហោស្រពនឹងគេបុណ្ណមាននប់ឆ្លើយថាបបពិតលោកសេដ្ឋីការទៅលេងមហោស្រពជាភារៈរបស់ជនអ្នកមានទ្រព្យសម្បត្តិឯខ្លួនខ្ញុំព្រះអង្គនេះក្រណាស់រកតែអង្គមួយនីលនៅលើផ្ទះមិនមានព្រោះហេតុនោះបានជាខ្ញុំមិនទៅលេងនឹងមហោស្រពនឹងគេសូមអ្នកសេដ្ឋីនិយាយថាពេលដែលអ្នកនិយាយនេះត្រូវណាស់យើងមិនដែលឮបុគ្គលណាមួយនិយាយដូចអ្នកឡើយបើដូច្នេះអ្នកយកគោនិងនង្គ័លទៅជួស្រែចោះបុណ្ណមាននប់ក៏យកគោនង្គ័លទៅជួស្រែទៅពេលនោះព្រះសិរីបុត្រចេញពីនិរោធសមាបត្តិហើយពិចារណារកបុគ្គលដែលត្រូវគួរសង្គ្រោះក៏បានឃើញបុណ្ណមាននប់នោះចូលនៅក្នុងសំណាញ់ញៀនទើបលោកយកបាតនិមន្តសម្ដៅទៅស្រែដែលបុណ្ណមាននប់កំពុងភ្ជួរទៅដល់ហើយឈរងើយមើលដើមឈើមួយដើមបុណ្ណមាននប់ឃើញអាការៈដូចនេះក៏ដាក់នង្គ័លចូលទៅថ្វាយបង្គំដោយសេចក្តីជ្រះថ្លាបានដឹងអព្យាស្រ័យរបស់ព្រះសិរីបុត្រដែលត្រូវការដោយឈើស្ទាន់និងទឹកហើយក៏ឡើងកាច់ឈើស្ទាន់ដងទឹកយកទៅប្រគេនលោកក៏ទទួលយកទៅលុបព្រះភ័ក្ត្រខ្ពុលព្រះឱរសលុះធ្វើកិច្ចនោះស្រេចហើយបានជ្រាបថាបន្តិចទៀតភរិយារបស់បុណ្ណមេនុបនេះនឹងយកបាយមកឲ្យស្វាមីរបស់នាងទើបលាបុណ្ណមេនុបនិមន្តទៅចាំស្កាត់ផ្លូវនាងជាភរិយាឯនាងជាភរិយារបស់បុណ្ណមេនុបកាលបើទៅដល់ហើយក៏ទូលបាយមួយចំអែតឲ្យស្វាមីទៅដល់ពាក់កណ្ដាលផ្លូវបានឃើញព្រះសិរីបុត្រឈរស្ពាយបាតក៏គិតថាអញមានលៀបធំណាស់តើបានជួបនឹងស្រែបុណ្យដ៏ប្រសើរយ៉ាងនេះគិតដូច្នេះហើយយកបាយទាំងអស់ដាក់ក្នុងបាតទៅទើបនាងតាំងសេចក្តីប្រាថ្នាថាដោយផលនៃទាននេះខ្ញុំព្រះកណាសូមឲ្យបានសម្រេចនៅគុណវិសេសដូចជាលោកម្ចាស់ព្រះសិរីបុត្របានធ្វើផត្តានុមោទនាហើយក៏និមន្តហួសទៅឯនាងជាភរិយារបស់បុណ្ណមាននប់នោះក៏មនីមនាត្រឡប់ទៅផ្ទះវិញខំចាត់ចែងចម្អិនអាហារម្ដងទៀតលុះចម្អិនហើយក៏ដួសបាយនោះដាក់ភាជយកទៅឲ្យស្វាមីរីឯបុណ្ណមាននប់កាលបើឃើញភរិយាយកបាយទៅឲ្យតាមទម្លាប់ពេលនោះហើយក៏ចេះតែខំជួដរាបដល់បានដីចំនួន32សិនដល់ថ្ងៃរសៀលបន្តិចមិនឃើញភរិយាយកបាយទៅឲ្យលេងគោឲ្យស៊ីស្មៅចូលទៅអង្គុយចាំភរិយាក្រោមម្លប់ឈើមួយដើមឯនាងជាភរិយាដើរទៅដល់ជិតហើយក៏បានឃើញស្វាមីអង្គុយចាំដូច្នេះភ័យខ្លាំងណាស់ទើបគិតថាបើអញយកបាយទៅជូនដោយធម្មតាក្រែងគាត់វាយដូច្នេះអញត្រូវតែស្រែកប្រាប់ពីចម្ងាយ
នាងក៏ស្រែកប្រាប់ថាខ្ញុំប្រកេនបាយលោកកណ្ដាលផ្លូវអស់មួយដងទៅហើយប៉ាវាបានជាយូរក្រយកមកជូនអ្នកសូមអ្នកទទួលយកបុណ្យឲ្យបានច្រើនជាងខ្ញុំចោះបុណ្យអ្នកមេនប់ឮដូច្នេះហើយត្រេកអរណាស់ស្រែកថាសាធុសាធុក៏ជូនបុណ្យដែលខ្លួនបានប្រកេនស្ទាន់នឹងទឹកដល់ភរិយាវិញបុណ្យអ្នកមេនប់បរិភោគអាហារហើយញ័រខ្លួនខ្លាំងណាស់ព្រោះហួសពេលក៏ដេកកាយភ្លៅភរិយាលក់ទៅដល់ភ្ញាក់ឡើងក៏លេចមើលទៅកន្លែងដែលព្យួរស្រាប់តែឃើញក្រហមច្រាលក៏នាំភរិយាដើរទៅមើលឃើញដីដែលព្យួរបាន32សិនទៅសិតតែជាមាសទាំងអស់ទើបនិយាយថាបុណ្យយើងឲ្យផលហើយតើបើដូច្នេះយើងទៅក្រាបទូលដល់ព្រះរាជារបស់យើងក៏នាំគ្នាទៅក្រាបទូលដល់ព្រះបាទពំពិសាព្រះបាទពំពិសាត្រេកអរណាស់បានចាត់ចែងឲ្យរាជអាមាត្យយករទេះដឹកជញ្ជូនទៅចាក់គោក្នុងព្រះរាជវាំងបានគំនោកម្ពស់80ហត្ថទើបតាំងបុណ្យមាននប់នោះជាមហាសេដ្ឋីក្នុងនគររាជក្រឹសបានឈ្មោះថាបុណ្យសេដ្ឋីក្នុងការជាខាងក្រោយមកព្រះបាទពំពិសាបានបរិយាទានដីមួយភូមិកន្លែងដល់បុណ្យសេដ្ឋីក៏ចាត់ចែងសង់ផ្ទះធ្វើឃ្លាំងធ្វើកំផែងព័ទ្ធភូមិនោះហើយជញ្ជូនយកមាសទៅដាក់ក្នុងឃ្លាំងរបស់ខ្លួនទៅទើបនិមន្តព្រះសម្ពុទ្ធព្រមទាំងព្រះសង្ឃទៅថ្វាយមហាទានទាំង7ថ្ងៃក្នុងថ្ងៃជាគម្រប់7ព្រះសម្ពុទ្ធទ្រង់សម្ដែងនៅអនុពពីកថាលុះចប់កាលណាជនទាំង3រូបគឺបុណ្យសេដ្ឋីនិងភរិយាបុណ្យសេដ្ឋីនិងនាងឧត្តរាជាកូនក៏បានសម្រេចផលសោតាបតិផលក្នុងពេលនោះឯងរឿងវណ្ណៈបាលបុត្រការក្លាហានរបស់នាយជនអាចផ្ចាញ់ផ្ចាសត្រូវបានដោយងាយក្នុងកាលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសីសម័យនោះព្រះបរមពោធិសត្វទ្រង់សោយប្រជាតិក្នុងត្រកូលនៃបុគ្គលអ្នករក្សាព្រៃម្នាក់ដល់ចម្រើនវ័យឡើងមានបរិស500នាក់ជាបរិវារបានជាធំជាងត្រកូលទាំងឡាយដែលអាស្រ័យនៅក្បែរដងព្រៃមួយជាអ្នកស៊ីឈ្នួលជូនពួកអ្នកដំណើរដែលឆ្លងកាត់ដងព្រៃនោះថ្ងៃមួយសត្ថាវិហបុត្រនៅក្នុងនគរពារាណសីបរទេស500ទៅដល់ស្រុកនោះហើយបានហៅវណ្ណៈបាលបុត្រពោធិសត្វមកនិយាយថាមនាលសម្លាញ់អ្នកចូលយកប្រាក់1000រៀលហើយសូមជូនចម្លងខ្ញុំឆ្លងកាត់ឲ្យផុតពីដងព្រៃនេះព្រះពោធិសត្វកាលបើបានទទួលរង្វាន់នោះហើយក៏តាំងចិត្តលែងភិតភ័យលះកាត់សេចក្តីអាល័យក្នុងជីវិតរបស់ខ្លួនក្នុងដំណើរដែលប្រកបដោយភ័យដល់ពន្លឹកទើបជូនសត្តវិហបុត្រឆ្លងកាត់ព្រៃនោះទៅខណៈនោះមានចៅ500នាក់ធ្វើជំរំពូនសងំនៅក្នុងកណ្ដាលព្រៃដើម្បីស្កាត់ប្លន់ពួករទេះចៅទាំងនោះបានឃើញរទេះ500បរទៅដល់ហើយក៏នាំគ្នាស្ទុះចូលទៅប្លន់ឯរទេះនោះបានឃើញពួកចៅក៏ភិតភ័យលោរត់ចៅរទេះទៅពួនអស់ទៅនៅសល់តែព្រះពោធិសត្វម្នាក់ឯងអត់តក់ស្លុតរន្ធត់ឡើយក៏ខ្លាញ់សេចក្តីក្លាហានស្រែកសន្ធប់បន្លឺសំឡេងសូសីហនាថធ្វើហាក់ដូចជាមានគ្នាច្រើនណាស់បានវាយគុំឈើធ្វើឲ្យចៅភិតភ័យរត់បាត់អស់ទៅទើបជូនសត្តវិហបុត្រឆ្លងកាត់ព្រៃនោះបានដោយសេរីចំណែកខាងសត្តវិហបុត្រកាលបើបានរួចពីភ័យនេះទៅដល់ទីខ្សែមហើយក៏ដាក់រទេះក្នុងតំបន់មួយអញ្ជើញព្រះពោធិសត្វឲ្យបរិភោគភោជនាហារលុះបរិភោគហើយក៏សួរព្រះពោធិសត្វថាមនាលសម្លាញ់ក្នុងពេលដែលចៅ500នាក់សត្វតែកាចខូខើកាន់អាវុធគ្រប់ដៃស្ទុះចូលមកគម្រាមប្លន់ហេតុអ្វីបានជាសម្លាញ់នៅតែក្លាហានអត់មានភ័យតក់ស្លុតសោះព្រះពោធិសត្វប្រាប់ថាមនុស្សដែលធ្វើជានាយកលើគេត្រូវតែមានចិត្តក្លាហានមានអំណត់តស៊ូនឹងឧបសគ្គទាំងពួងមិនត្រូវស្ដាយជីវិតមិនត្រូវគិតប្រយោជន៍ផ្ទាល់ខ្លួនទាំងមិនត្រូវមើលបំណាំគ្នាឡើយត្រូវជួយការពារផ្ដាល់ផលប្រយោជន៍ឲ្យខ្មាគ្នាជាដរាបព្រះពោធិសត្វសម្ដែងសេចក្តីក្លាហានរបស់នាយកជននោះឆ្នេះហើយក៏វិលទៅលំនៅឋានខ្លួនវិញអាចារ្យនិទានសូមជូនរឿងអ្នកទេវបុត្រកូននៃការបូជាផ្កាឈើដល់ព្រះចេតិយកាលព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅក្នុងវត្តចេតពុនកាលនោះព្រះមុគលានចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធនិមន្តទៅទេវលោកដើម្បីទៅពិនិត្យមើលទិព្វសម្បត្តិរបស់ពួកទេវតាក្នុងឆកាមាសួរ
ព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យទៅដល់ឋានតាវតឹងបានឃើញទេវបុត្រមួយរូបជិះដំរីមានធំសម្បើមអស្ចារ្យមានអវយវៈទាំងអស់សសុទ្ធដំរីនោះមានភ្លុកពីរធំវែងក្នុងភ្លុកមួយមានស្រះប៉ោករណីមួយមានស្រះប៉ោករណីមួយក្នុងស្រះមួយមានផ្កាឈូក7ក្នុងផ្កាឈូកមួយមានស្រីទេពអប្សរមួយច្រៀងរាំប្រគំដេញដូរតន្ត្រីថ្វាយទៅដល់ទេវបុត្រនោះព្រះមហាមោគលានបាននិមន្តទៅឈរនៅចំពោះមុខដំរីនោះទេវបុត្របានឃើញហើយក៏ចុះទៅថ្វាយបង្គំដោយគោរពលុះថ្វាយបង្គំរួចព្រះមោគលានមានថេរដីកាសួរអំពីឈ្មោះនិងប្រវត្តិរបស់ទេវបុត្រនោះបានទូលតបថេរដីកាថាខ្ញុំព្រះករណាឈ្មោះថានាគទេវបុត្រកាលសាសនាព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈព្រះអង្គបរិនិព្វានហើយកាលនោះពួកមហាជននាំគ្នាដង្ហែព្រះសារីរិកធាតុទៅបញ្ចុះក្នុងចេតិយមាសកម្ពស់1យោជន៍ហើយនាំគ្នាយកផ្កាភ្ញីទៅបូជាព្រះចេតិយក្នុងសម័យនោះខ្ញុំព្រះករណាកើតជាឧបាសកមួយរូបមានសទ្ធាជឿជាក់ក្នុងគុណព្រះរតនត្រ័យបានយកលុយ8កហបណៈទៅទិញផ្កាអំពីនាយមាលាផ្កាម្នាក់ពេលនោះផ្កាជាទីបំផុតក្នុងសួនរបស់នាយមាលាកានោះរកផ្កាមួយតោងគ្មានឡើយព្រោះមហាជននាំគ្នាទិញយកទៅបូជាព្រះចេតិយគ្រប់គ្នានាយមាលាបានប្រាប់ខ្ញុំព្រះករណាថាផ្កាគ្មានទេបើអ្នកត្រូវការខានមិនបានអញ្ជើញរកមើលបេះខ្លួនឯងចោះខ្ញុំព្រះករណាក៏បានចូលទៅក្នុងសួនខំរកមើលតាំងពីដើមសួនរហូតដល់ចុងសួនឃើញផ្កា8តោងជ្រុះនៅក្បែរគល់ក៏រើសយកទៅបង្ហាញនាយមាលាកានោះហើយឲ្យថ្លៃគេ8កហបណៈនាយមាលាកាមិនព្រមយកបែរជានិយាយថាផ្កានេះជាលៀបរបស់អ្នកហើយអ្នកអញ្ជើញយកចោះខ្ញុំព្រះករណាក៏យកទៅបូជាព្រះចេតិយនោះទៅក្នុងកាលជាខាងក្រោយមកខ្ញុំព្រះករណាធ្វើមរណកាលក៏បានមកកើតនៅក្នុងទីនេះតែម្ដងព្រះមហាមោគលានជ្រាបដំណឹងនោះហើយនិមន្តហួសទៅទីដទៃទៀតអាចារ្យនិទានសូមជូនរឿងទុដ្ឋកុមារកាលឥច្ឆាចរណែនតែងដុតសត្វលោកក្នុងកាលកន្លងទៅហើយមានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមកិត្តិវាសៈសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសីមានព្រះរាជបុត្រមួយព្រះអង្គទ្រង់ព្រះនាមទុដ្ឋកុមារបានធ្វើជាឧបរាជថ្ងៃដែលកុមារនោះប្រសូតហោរាបានទីថាព្រះរាជបុត្រនេះបើមិនបានទឹកសោយវេលាណានិងទីវង្គតក្នុងវេលានោះព្រះរាជាបានជ្រាបដូច្នេះហើយទ្រង់ចាត់ចែងឲ្យជីកស្រះបោកករណីទាំងខាងក្នុងនិងខាងក្រៅនគរហើយឲ្យធ្វើមណ្ឌពសម្រាប់ដាក់ទឹកត្រង់ផ្លូវបាយជា4ទៀតថ្ងៃមួយទុដ្ឋកុមារឧបរាជស្ដេចជាងទៅអូសៀនអំពីព្រលឹមលុះយាងទៅដល់កណ្ដាលផ្លូវបានជួបនឹងព្រះបច្ចេកពុទ្ធមួយព្រះអង្គកំពុងនិមន្តបណ្ឌបាតពួកមហាជនទាំងឡាយបានឃើញព្រះបច្ចេកពុទ្ធនោះក៏នាំគ្នានិយាយសរសើរហើយថ្វាយបង្គំគ្រប់គ្នាថាឧបរាជឃើញដូច្នេះសេចក្តីច្រណែនក៏កើតឡើងទ្រង់ព្រះពិរោធជាខ្លាំងដោយទ្រង់ព្រះចិន្តាថាពួកមហាជនទាំងនេះដើរជាមួយនឹងអញដែលជាឥស្សរជនលើវាបែរជានាំគ្នានិយាយសរសើរថ្វាយបង្គំមនុស្សត្រងោលវិញទ្រង់ព្រះចិន្តាដូច្នេះហើយក៏យាងចុះពីដំរីស្ទុះទៅកញ្ឆក់យកបាតនៅនឹងប្រហោះព្រះបច្ចេកពុទ្ធបោកចោលទៅនឹងផែនដីហើយយកព្រះបាទជន់ស្លីបំបែកខ្ទេចខ្ទីអស់ទៅព្រះបច្ចេកពុទ្ធឃើញបាតបែកខ្ទេចខ្ទីអស់ហើយគ្រាន់តែមើលព្រះភ័ក្ត្រគិតថាអូណោសត្វនេះវិនិច្ឆ័យតើក៏ហោះទៅកាន់ញោកភ្នំនន្តមូលទៅក្នុងគណៈនោះកម្មអាក្រក់ឲ្យផលដល់ឧបរាជធ្វើឲ្យក្តៅអន្ទះអន្ទែងក្រហល់ក្រហាយដួលជ្រប់ទៅក្នុងទីនោះទឹកទាំងឡាយក៏រីងស្ងួតអស់សូម្បីតែទឹកក្នុងប្រឡាយក៏រីងឥតសល់ឧបរាជកាលបើរកទឹកសើយមិនបានហើយក៏ទីមង្គលទៅធ្លាក់ទៅកើតក្នុងនរកធំឈ្មោះថាអវិជ័យអាចារ្យនិទានសូមជូនរឿងក្អែកពោធិសត្វអ្នកសង្គ្រោះជាតិកុំស្ដាយជីវិតក្នុងកាលកន្លងទៅហើយព្រះពោធិសត្វ
ទ្រង់សោយប្រជាតិជាក្អែកមានក្អែក80,000ចោមរោមជាបរិវារនៅក្នុងមហាស្មសានថ្ងៃមួយមានបរិហិតរបស់ព្រះបាទពេរិណសីម្នាក់ទៅមុជទឹកស្ទឹងក្រៅនគរលុះមុជហើយក៏ត្រឡប់ចូលមកនគរវិញសម័យនោះមានក្អែក2ទុំលើចុងកំពូលខ្លោនទ្វារនគរក្អែកមួយនិយាយថាអនាលសំឡាញ់ខ្ញុំគិតជូដាក់ក្បាលបរិហិតនេះក្អែកមួយក៏ខត់ថាអ្នកកុំធ្វើយ៉ាងនេះឡើយបរិហិតនោះជាអ្នកធំការមានពៀជាមួយនឹងអ្នកធំពិបាកណាស់ត្បិតអ្នកធំគេធ្វើពួកក្អែកទាំងអស់ឲ្យវិនាសបានក្អែកមួយមិនស្ដាប់ក៏ជូដាក់ក្បាលបរិហិតនោះទៅបរិហិតដឹងថាក្អែកជូដាក់ក្បាលខ្លួនហើយខឹងណាស់បានចងពៀចំពោះពួកក្អែកទាំងឡាយតាំងពីពេលនោះមកគ្រានោះមានស្ត្រីម្នាក់កំពុងហាលស្រូវស្រាប់តែមានពពែមួយទៅស៊ីស្រូវស្ត្រីនោះក៏ចោលពពែនឹងអង្កត់អស់ឆេះរោមសន្ធោសន្ធៅពពែក្តៅណាស់រត់ទៅត្រដោះខ្លួននឹងខ្ទមស្លឹកមួយក្បែររោងដំរីបរិជាភ្លើងក៏ឆេះខ្ទមរៀលឆេះទៅដល់រោងដំរីរលាកដំរីក្នុងរោងនោះជាច្រើនអ្នករក្សាដំរីមិនអាចមើលដំបៅដំរីនោះបានឡើយក៏ចូលទៅក្រាបទូលដល់ព្រះរាជាកាលនោះព្រះរាជាទ្រង់ត្រាស់សួរបរិហិតថាអ្នកដឹងថ្នាំលាបដំបៅដំរីឬទេបរិហិតក្រាបទូលថាបពុតមហារាជខ្លាញ់សត្វក្អែកពូកែបំផុតខាងលាបដំបៅដំរីព្រះរាជាទ្រង់ត្រាស់ថាបើដូច្នេះអ្នកនាំគ្នាសម្រាប់ក្អែកយកខ្លាញ់ទៅឲ្យមកដំរីឲ្យឆាប់តាំងពីពេលនោះមកបរិហិតក៏បង្គាប់ឲ្យមនុស្សទាំងឡាយសម្រាប់ក្អែកគ្រប់គ្នាដើម្បីយកខ្លាញ់អសន្តិសុខក៏កើតឡើងដល់ពួកក្អែកក្នុងពេលនោះជាខ្លាំងក្អែកព្រះពោធិសត្វបានដឹងហេតុនោះហើយទ្រង់មានប្រាជ្ញាសង្គ្រោះជាតិក៏នឹករលឹកដល់បារមីធម៌ញ៉ាំងមេត្តាបារមីឲ្យកើតឡើងលះបង់ជីវិតហើយសម្ដៅចូលតាមបង្អួចមហាប្រាសាទទៅក្រាបក្រោមអាសនៈព្រះរាជាក្នុងពេលនោះមានមនុស្សម្នាក់ប្រុងស្ទុះទៅចាប់ព្រះរាជាទ្រង់ខត់មិនឲ្យចាប់ព្រះពោធិសត្វសម្រាកបន្តិចហើយដើរចេញពីក្រោមអាសនៈមកថ្លែងការទូលព្រះរាជាដោយបណ្ឌិតបៀតហើយទូលថ្លែងទៀតថាបរិហិតជាអ្នកមានពៀក្នុងពួកក្អែកបាននិយាយទូលព្រះអង្គថាក្អែកមានខ្លាញ់ធម្មតាសត្វក្អែកតាំងពីកាលណាមកមិនដែលមានខ្លាញ់ឡើយទៅពោលគាថាបពុតមហារាជធម្មតាក្អែកជាសត្វមានចិត្តភ័យញ័របំប្រក់ជានិច្ចព្រោះមនុស្សលោកទាំងពួងចោមរោមបៀតបៀនហើយហេតុនោះបានជាខ្លាញ់របស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលព្រះបង្គំនេះមិនមានព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយសោមនស្សរីករាយបានយកប្រេងក្រអូបមកលាបហើយលើករាជសម្បត្តិបូជាដល់ក្អែកពោធិសត្វព្រះពោធិសត្វទ្រង់ថ្វាយរាជសម្បត្តិដល់ព្រះរាជាវិញបានទូលមានព្រះរាជាឲ្យស្ថិតនៅក្នុងសិល5ទៅសូមអភ័យទោសដល់សត្វក្អែកទាំងពួងព្រះរាជាក៏ទ្រង់ឲ្យអភ័យដល់សត្វក្អែកទាំងអស់ហើយទ្រង់ព្រះរាជទានចំណីដល់ពួកក្អែកទាំងឡាយក្នុងពេលនោះចំណែកខាងព្រះពោធិសត្វទ្រង់ព្រះរាជទានភោជនដែលព្រះអង្គតែងសោយឲ្យជានិច្ចជាកាលរាល់ថ្ងៃអាចារ្យនិទានសូមជូនរឿងខ្មោចយក្សគុណនៃការដល់នៅត្រៃសរណគមក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ឈ្មោះថាពុទ្ធាស័កនៅក្នុងតនកក្រៀមក្នុងអាណាចក្ររបស់ព្រះបាទកោសលជាអ្នកដល់នៅព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើដល់ជីវិតកាលនោះមានបុរសម្នាក់នៅក្នុងបរជនបទបានចូលទៅសំណាក់ក្នុងផ្ទះនៃឧបាសកបានចូលទៅសំណាក់នៅក្នុងផ្ទះនៃឧបាសកឈ្មោះថាពុទ្ធទាស័កនោះវេលានោះមានខ្មោចយក្សមួយចូលទៅបៀតបៀនអ្នកស្រុកក្នុងនៅក្នុងតនក្រៀមនោះដើម្បីយកចំណីអាហារបរិភោគឯខ្មោចយក្សនោះបានឃើញបុរសម្នាក់ដែលចូលទៅសំណាក់ក្នុងផ្ទះពុទ្ធទាស័កឧបាសកនោះហើយចង់ចាប់បរិភោគជាអាហារប៉ុន្តែมันអាចក៏រងចាំបុរសនោះនៅខាងក្រៅភូមិអស់រយៈពេល6ថ្ងៃលុះដល់ថ្ងៃជាគម្រប់ទី7បុរសដែលចូលទៅសំណាក់
ក៏លាពុទ្ធទាសឧបាសកត្រឡប់ទៅផ្ទះរបស់ខ្លួនវិញគ្រាន់តែចេញផុតពីផ្ទះទៅដល់ក្រៅភូមិខ្មោចយក្សស្ទុះទៅចាប់បរោះនោះជាប់បរោះនោះផិតភ័យខ្លាំងណាស់ផ្លាត់មាត់សួរខ្មោចយក្សនោះថាអ្នកទៅណាមកណាចាប់ខ្ញុំធ្វើអ្វីខ្មោចយក្សនិយាយតបថាអញមកចាប់អ្នកឯងបរិភោគអស់6ថ្ងៃហើយព្រោះអញមិនហ៊ានចូលទៅចាប់អ្នកឯងនៅក្នុងផ្ទះពុទ្ធទាសឧបាសកដោយខ្លាចគុណនៃព្រះរតនត្រ័យបរោះនោះឮខ្មោចយក្សថាដូច្នេះហើយក៏និយាយបញ្ឆោតថាពុទ្ធទាសឧបាសកគាត់ដល់នៅត្រៃសរណគមយ៉ាងណាខ្ញុំក៏ដល់នៅត្រៃសរណគមយ៉ាងនោះដែរនិយាយដូច្នេះហើយក៏សូត្រថាពុទ្ធាំងសរណង្កិច្ឆាមិធម្មំសរណង្កិច្ឆាមិសង្ឃាំងសរណង្កិច្ឆាមិយក្សក្រន់តែឮដូច្នេះក៏ភ័យតក់ស្លុតរន្ធត់ញាប់ញ័រសពសារពាង្គកាយស្ទុះរត់បាត់ទៅអាចារ្យនិទានសូមជឿនរឿងប្រែតខ្លាយជាទេវតាគុណនៃការផ្សាយកុសលដល់ប្រែតក្នុងកាលកន្លងទៅហើយមានប្រែតមួយរូបអត់ឃ្លានអាហារច្រើនលានឆ្នាំតែនឹករលឹករោគញាតិមិត្តបងប្អូនជានិច្ចប៉ុន្តែពុំដែលបងប្អូនញាតិមិត្តណាឧទ្ទិសកុសលផ្សាយឲ្យម្ដងសោះថ្ងៃមួយមានឧបាសកម្នាក់ឈ្មោះថាវិទេហៈដេកនៅក្នុងខ្ទមស្រែចាំស្រូវក្នុងលង្កាទ្វីបស្រាប់តែប្រែតនោះទៅសុំអាហារបរិភោគដោយនឹករលឹកឃើញថាវិទេហៈឧបាសកនេះត្រូវជាសម្លាញ់របស់អញនៅក្នុងជាតិមុនយូរអង្វែងណាស់ហើយវិទេហៈឧបាសកឮសំឡេងប្រែតស្រែកសុំអាហារបរិភោគដូច្នេះក៏សួរថាអ្នកជាអ្វីមកពីណាប្រែតប្រាប់ថាខ្ញុំត្រូវជាសម្លាញ់របស់អ្នកនៅក្នុងជាតិកន្លងទៅជាយូរអង្វែងណាស់ហើយខ្ញុំស្លាប់ពីជាតិនោះបានមកកើតជាប្រែតនៅក្នុងលង្កាទ្វីបនេះពុំដែលបានអាហារបរិភោគឡើយញាតិមិត្តបងប្អូនទាំងឡាយគេមិនដែលឧទ្ទិសផលបុណ្យឲ្យខ្ញុំម្ដងសោះបានជាខ្ញុំមកសុំអាហាររបស់សម្លាញ់បរិភោគវិទេហៈឧបាសកឮដូច្នេះមានចិត្តអាណិតពន់ពេកទៅហៅប្រែតឲ្យឡើងទៅលើខ្ទមយកបាយមកឲ្យប្រែតស៊ីប្រែតឃើញឧបាសកឲ្យបាយដូច្នេះហើយក៏និយាយថាមនាលសម្លាញ់បើអាណិតខ្ញុំអ្នកចូលយកផាត់ទៅថ្វាយដល់ព្រះសង្ឃហើយឧទ្ទិសផលឲ្យដល់ខ្ញុំទើបខ្ញុំទទួលបរិភោគបានលុះព្រឹកឡើងវិទេហៈឧបាសកបានចាត់ចែងថ្វាយផាត់ដល់ព្រះសង្ឃឧទ្ទិសបញ្ជូនផលទៅប្រែតនោះកាលបើបានទទួលផលហើយក៏មានរូបកាយស្អាតបាតបរិភោគអាហារទៅឆ្អែតស្កប់ស្កល់ប៉ុន្តែនៅខ្វះសម្ពុតស្លៀកទៀតក៏ដើរទៅឈរបង្ហាញខ្លួនដល់វិទេហៈឧបាសកនិយាយសុំសម្ពុតអាវស្លៀកពាក់វិទេហៈឧបាសកក៏ប្រាប់ថាបើអ្នកខ្វះសម្ពុតខ្ញុំមានសម្ពុតចូលអ្នកយកទៅស្លៀកចោះប្រែតនិយាយថាឲ្យខ្ញុំយ៉ាងហ្នឹងយកមិនបានទេចូលអ្នកយកទៅប្រគេនព្រះសង្ឃដូចមុនទៅខ្ញុំទទួលបានវិទេហៈឧបាសកក៏ចាត់ចែងយកសម្ពុតទៅប្រគេនដល់ព្រះសង្ឃសម្ពុតនោះក៏คล้ายទៅជាសម្ពុតទឹកកើតទៅដល់ប្រែតនោះក្នុងវេលានោះប្រែតក៏คล้ายខ្លួនទៅជាទេវបុត្រដោយអំណាចកុសលដែលវិទេហៈឧបាសកឧទ្ទិសផ្សាយឲ្យប្រែតកាលបើបានคล้ายខ្លួនទៅជាទេវតាហើយក៏រលឹកដល់គុណវិសេសរបស់វិទេហៈឧបាសកទើបដើរទៅបង្ហាញខ្លួនហើយនិយាយថាមនាលសម្លាញ់អ្នកមានគុណលើរូបខ្ញុំច្រើនណាស់ខ្ញុំគ្មានអ្វីតបគុណសម្លាញ់ទេចូលសម្លាញ់ទៅកោះយកកំណប់ត្រប់7ក្អមនៅក្រោមដើមជ្រៃក្បែរភ្លឺស្រែអ្នកចោះព្រោះកំណប់នោះខ្ញុំឃើញយូរហើយគ្មានម្ចាស់ថែរក្សាទេវិទេហៈឧបាសកយកចបទៅកាប់គប់កាប់ឃើញជាកំណប់ពិតមែនក៏ទៅក្រាបទូលដល់ព្រះជារបស់ខ្លួនព្រះជាបានចាត់ចែងឲ្យយករទេះទៅដឹកមកចាក់កោនៅមុខព្រះបរមរាជវាំងហើយទ្រង់តាំងឧបាសកនោះឲ្យធ្វើជាមហាសេដ្ឋីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនទៅឯប្រែតនោះមានប្រាសាទមាសផុសនៅឋានត្រៃត្រឹងក៏ឡើងទៅក្នុងឋានទេវលោកបរិបូរដោយទឹកសេរីខ្ចាត់ផុតពីសេចក្តីតល់ក្រគ្រប់យ៉ាងអាចារ្យនិទានសូមជូនរឿងកេសៈវច្ឆតាបោះមើលងាយមនុស្សសុចរិតដូចមើលងាយទេវតាកាលកន្លងទៅហើយព្រះពោធិសត្វទ្រង់សោយព្រះជិតជាកូនបរហិតរបស់ស្ដេចក្រុងពារាណសីមានព្រះនាមថាជោតិបាលក្នុងកាលជាខាងក្រោយមកកុមារនោះបានសម្ដែងសិលសាស្ត្រ
ធ្នូថ្វាយព្រះជាក៏បែរជាមានព្រះនាមថាសត្រៈភាំងវិញថ្ងៃមួយសារៈភាំងមិនបានប្រាប់បុគ្គលណាសោះចូលទៅក្នុងព្រៃខ្វិតបួសជាឥសីតែម្នាក់ឯងអាស្រ័យនៅក្នុងអាស្រមដែលសកៈប្រទានឲ្យព្រៃនោះចម្ងាយ30យោជន៍ពីទីក្រុងពារាណសីក្បែរឆ្នេរស្ទឹងឈ្មោះថាគោធាវរីនៅក្នុងទីនោះបាន7ថ្ងៃក៏ញ៉ាំងឈានឲ្យកើតឡើងថ្ងៃមួយព្រះរាជាជាច្រើនអង្គមានព្រះរាជាក្រុងពារាណសីនិងអ្នកក្រុងនោះជាដើមនាំគ្នាចូលទៅបួសក្នុងសំណាក់សារៈភាំងតាបោះចង្អៀតពះពេញអាស្រមឯសារណៈភាំងតាបោះនោះមានសិស្សច្បងមួយរូបឈ្មោះថាកិសវច្ឆៈជាអ្នកពេញចិត្តក្នុងទីស្ងាត់បានកិច្ចចេញពីអាស្រមនោះទៅនៅក្នុងអូឈានរបស់ព្រះរាជាទ្រង់ព្រះនាមតន្តកីនាការៈកុម្ភវតីដោយមានសេនាបតីម្នាក់ជាអ្នកទំនុកបំរុងកាលនោះព្រះបាទតន្តកីទ្រង់មិនសពប្រតិនឹងស្ត្រីផ្កាមាសម្នាក់បានបង្គាប់ឲ្យមន្ត្រីដកឋានន្តរស័ក្តិពីស្ត្រីនោះចេញតាំងពីថ្ងៃនោះមកស្ត្រីនោះចេះតែដើរសម្ភពដើម្បីឲ្យបានឋានៈមកវិញសម័យមួយបានចូលទៅក្នុងអូឈានបានជួបនឹងកិសវច្ឆៈតាបោះទៅគិតថាអញឃើញតាបោះនេះចង្រៃណាស់ក៏ស្ដោះទឹកមាត់ចោលឈើស្ទន់ចាក់ទឹកលុបមកនៅលើព្រះកេសាតាបោះហើយជិះចេញទៅក្នុងថ្ងៃនោះព្រះរាជាបានប្រទានឋានន្តរស័ក្តិឲ្យវិញក៏ឡងពី3ថ្ងៃមកព្រះរាជាទ្រង់ហូតឋានន្តរស័ក្តិពីបរហិតម្នាក់ទៀតបរហិតក៏ចូលទៅសួរស្ត្រីនោះថានាងធ្វើឲ្យបាយដោយម្ដេចទើបបានឋានន្តរៈមកវិញស្ត្រីនោះក៏ប្រាប់ហេតុសពគ្រប់បរហិតនោះក៏ធ្វើតាមស្ត្រីនោះក៏បានឋានៈមកវិញជនទាំងពីរនាក់នឹកស្មានថាដែលព្រះរាជាប្រទានឋានន្តរៈមកវិញនោះព្រោះខ្លួនបានទៅស្ដោះទឹកមាត់ដាក់ប្រកេះឥសីមិនមែនបានដោយកុសលពីជាតិមុនកន្លងពី3ថ្ងៃមកមានការបោះបោកើតអសន្តិសុខក្នុងបច្ចន្ទក្រាមព្រះរាជាបានប្រជុំពួកយោធាបំរុងនិងចេញទៅបង្ក្រាបសត្រូវទ្រង់បានជ្រាបថាការស្ដោះទឹកមាត់ដាក់ប្រកេះកិសវច្ឆៈតាបោះមានជោគជ័យល្អក៏នាំតបចូលទៅក្នុងអូឈានខាកស្ដោះទឹកមាត់ដាក់ប្រកេះតាបោះគ្រប់គ្នាគ្រាន់តែកំហាក់នឹងទឹកមាត់ប្រឡាក់ចូលជោកគ្របលិចសរីរៈតាបោះចំណែកឯខាងសេនាបតីជាឧបឋានកៈតាបោះដឹងហេតុនោះហើយក៏មនីទៅអូឈានដងទឹកទៅដោះលាងជំរះមណ្ឌលកំហាក់និងទឹកមាត់ស្អាតបាតហើយក៏លន់មាត់ថាមនុស្សទាំងអស់នេះមិនគួរធ្វើយ៉ាងនេះសោះទើបតាបោះសួរថាលោកម្ចាស់ខឹងឬទេតាបោះប្រាប់ថាអាត្មាឥតអន់ចិត្តខឹងបន្តិចបន្តួចទេប៉ុន្តែទេវតាគេខឹងណាស់នៅតែ7ថ្ងៃទៀតនគរកុម្ភវតីនេះនឹងវិនាសសាបសូន្យអស់ឥតសល់សេនាបតីក៏បានរៀបចំដំណើរដឹកនាំទ្រព្យសម្បត្តិចេញផុតពីនគរទៅឯសារៈភាំងតាបោះបានប្រើតាបោះពីររូបឲ្យមកនិមន្តកិសវច្ឆៈតាបោះទៅអាស្រមវិញឯព្រះរាជាដែលលើកតបទៅបង្ក្រាបបច្ចន្ទក្រាមក៏មានជ័យជំនះដោយបំណងលុះត្រឡប់ចូលមកនគរវិញទេវតាក៏បង្អោភ្លៀងផ្កាម្លិះភ្លៀងមាសប្រាក់ភ្លៀងកែវទាំង7ប្រការធ្លាក់ចុះមកគោពះពេញនគរទាំងមូលព្រះរាជាព្រមទាំងជនអ្នកប្រព្រឹត្តទុច្ចរិតទាំងប៉ុន្មានមានសេចក្តីត្រេកអរណាស់បាននិយាយគ្នាថាយើងតាំងពីខាកស្ដោះដាក់ព្រះកេសឥសីចេះតែមានជោគមានជ័យជាប់ចនិចក្នុងពេលនោះមានបុរសម្នាក់ឈ្មោះថារាមនៅក្នុងនគរពារាណសីជាអ្នកចិញ្ចឹមមេដាបេដាបានមកធ្វើជំនួញក្នុងនគរកម្ភវតីចំនួន9ឆ្នាំហើយទេវតាបានជ្រាបថាបុរសនោះជាអ្នកចិញ្ចឹមមេដាបេដាក៏នាំចេញពីនគរនោះទៅឯពួកមនុស្សដែលមិនប្រទោសដល់តាបោះនិងសត្វដេនឆានទាំងឡាយទេវតាក៏បណ្ដាលឲ្យចេញផុតអស់ទៅលំដាប់នោះស្រាប់តែមានភ្លៀងអាវុធភ្លៀងរងើកភ្លើងភ្លៀងដុំថ្មប៉ុប៉ុនផ្ទះភ្លៀងដីខ្សាច់ធ្លាក់ចុះមកមានកម្ពស់80ហត្ថសម្រាប់មនុស្សទុច្ចរិតនិងបំបែកបាក់វិមានប្រាសាទផ្ទះសម្បែងធ្វើឲ្យនគរកម្ភវតីនោះឲ្យវិនាសសាបសូន្យអស់ទៅរឿងកន្ធហារកៈអ្នកមានលៀបមិនស្មើអ្នកមានបុណ្យក្នុងកាលកន្លងទៅហើយមានបុរសម្នាក់រកស៊ីលក់អោសនៅក្នុងក្រុងពារាណសីថ្ងៃមួយបុរសនោះចេញទៅនាំអោសអំពីព្រៃ
ដើម្បីយកទៅលក់នៅឯក្រុងវេសាលីស្ទុនដំណើរទៅមិនដល់ទីក្រុងក៏ដាក់រទេះដេកក្បែរខ្ទមអ្នកតាមួយនៅលើដើមឈើក្បែរខ្ទមអ្នកតានោះមានមន់ដេកជាច្រើនពួកមន់ទាំងនោះមានមន់មួយដេកខ្ពស់ជាងគេបានជុះដាក់មន់ដែលនៅដេកខាងក្រោមមន់ដេកខាងក្រោមសួរថាអ្នកណាជុះដាក់យើងមន់ខាងលើក៏ប្រាប់ថាខ្ញុំជុះដាក់មិនបានជាគិតហើយជុះដាក់ម្ដងទៀតមន់ទាំងពីរក៏កើតវិវាទទាស់ទែងសួរគ្នាទៅវិញទៅមកថាកម្លាំងសាច់របស់អ្នកមានអានុភាពយ៉ាងណាពូកែដូចម្ដេចខ្លះលំដាប់នោះមន់ដេកនៅខាងក្រោមនិយាយឡើងថាសាច់ខ្ញុំមានអានុភាពណាស់អ្នកណាបានបរិភោគអ្នកនោះត្រូវបានប្រាក់ 1000 រៀលពីព្រលឹមចំណែកខាងមន់ដែលដេកនៅខាងលើនិយាយថាសាច់អ្នកឯងមិនដល់សាច់ខ្ញុំទេបើអ្នកណាស៊ីសាច់ចម្លក់របស់ខ្ញុំអ្នកនោះនឹងបានជាស្ដេចបើអ្នកណាស៊ីខាងក្រៅអ្នកនោះបើជាបរោះនឹងបានជាសេនាបតីបើជាស្ត្រីនឹងបានជាអគ្គមហេសីបើអ្នកណាស៊ីសាច់បន្ទាប់ឆ្អឹងអ្នកនោះបើជាកុហកនឹងបានជានាយឃ្លាំងបើជាបព្វជិតនឹងបានជាជីតុនរបស់ព្រះរាជាកន្ធហាបរោះលុះឮពាក្យមន់ទាំងពីរនោះហើយក៏ឡើងទៅចាប់យកមន់ខាងលើដោយបំណងថានឹងបានជាស្ដេចហើយយកមន់នោះទៅឲ្យភរិយាចំអិនជាអាហារលុះភរិយាចំអិនហើយដាក់ក្នុងភាជន៍យកទៅជូនស្វាមីប្រាប់ថាសាច់មន់នេះមានអានុភាពធំណាស់យើងទាំងពីរនាក់បរិភោគនឹងបានជាស្ដេចជាអគ្គមហេសីចូលនាងយកភាជន៍ទៅក្បែរស្ទឹងគង្គាយើងនាំគ្នាមុជទឹកចាំយើងបរិភោគជនទាំងពីរនាក់ស្វាមីភរិយាក៏នាំយកភាជន៍ដែលដាក់មន់នោះទុកក្បែរមាត់ច្រាំងហើយចុះមុជទឹកទាំងពីរនាក់ទៅពេលនោះមានខ្យល់ព្យុះបក់ប៉ាំងទឹករលកឡើងលើមាត់ច្រាំងបន្សាត់យកភាជន៍មន់នោះទៅពេលនោះមានមាត់ដំរីម្នាក់កំពុងលាងដំរីខាងក្រោមខ្សែទឹកបានឃើញភាជន៍អណ្ដែតមកចាប់បើឃើញមន់ស្ងោរនិងបាយក៏យកទៅពិសាឯបរិះពីអ្នកប្តីប្រពន្ធដែលមុជទឹកនោះជាបុគ្គលឥតមានបុណ្យគ្រាន់តែបានលៀបចាប់បានមន់យកមកបោចស្ងោរតែប៉ុណ្ណោះកាលបើភាជន៍ដាក់មន់អណ្ដែតបាត់ហើយក៏ដល់នៅសេចក្តីទុក្ខព្រួយជាខ្លាំងហើយត្រឡប់ទៅផ្ទះវិញទៅលំដាប់នោះមានតាបោះម្នាក់ភ្នែកទឹកជាជីតុនរបស់មរដំរីនោះបានគិតថាឧបធានកៈរបស់អញពេលណានឹងលះបង់ចោលឋានៈជាមរដំរីបានជាអ្នកមានទ្រព្យសម្បត្តិយស័ក្តិនឹងគេលោកពិចារណាដឹងថានឹងបានសោយរាជជាស្ដេចក៏មនីទៅផ្ទះមរដំរីនោះឯមរដំរីបានឃើញតាបោះដល់ផ្ទះខ្លួនហើយក៏លើកភាជន៍មន់ស្ងោរនោះទៅប្រគេនតាបោះហើយសាច់មន់នោះយកសាច់ចម្លក់ឲ្យមរដំរីសាច់ខាងក្រៅឲ្យដល់ភរិយារបស់មរដំរីខ្លួនឯងឆាន់សាច់បន្ទាប់ឆ្អឹងលុះឆាន់ហើយប្រាប់ដល់រឿងមរដំរីថាអ្នកកុំប្រមាថនៅ3ថ្ងៃទៀតអ្នកនឹងបានជាស្ដេចប្រាប់ហើយក៏ជៀសចេញទៅលុះដល់ថ្ងៃទី3មានស្ដេចសាមណរាជមួយអង្គមកឡោមព័ទ្ធក្រុងពារាណសីកាលនោះព្រះរាជាទ្រង់បង្គាប់ឲ្យមរដំរីខ្លែងភេទជាស្ដេចហើយទ្រង់មានព្រះតម្រិះថាអ្នកចូលឡើងជិះដំរីទៅច្បាំងឯព្រះរាជាក៏ខ្លែងភេទត្រួតត្រាសេនាដោយព្រះអង្គឯងខណៈនោះព្រះរាជាក៏សោយទីមង្គតទៅមរដំរីដឹងថាព្រះរាជាសោយទីមង្គតហើយក៏ចាត់ចែងទ័ពចូលទៅសម្លាប់ស្ដេចសាមណរាជក្នុងពេលនោះពួករាជអាមាត្យទាំងឡាយបានធ្វើសរីរកិច្ចព្រះរាជារបស់ខ្លួនស្រេចហើយព្រះរាជាកាលទ្រង់ប្រជញ្ញនៅបានព្រះរាជទានភេទរបស់ទ្រង់ដល់មរដំរីនេះទើបនាំគ្នាអភិសេកមរដំរីឲ្យសោយរាជក្នុងក្រុងពារាណសីនោះតទៅឯភរិយាបានជាអគ្គមហេសីតាបោះជាជីតុនរបស់ព្រះរាជានោះឯងអាចារ្យនិទានសូមជូនរឿងនាងវិសាខាស្ត្រីល្អកម្រមាននៅក្នុងលោកាកាលព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តពុពារាមនាក្រុងសាវត្ថីទ្រង់ប្រពនៅមហាមាសិកាឈ្មោះថាវិសាខាបានសម្ដែងធម្មទេសនាមានបទថាយថាបិពុពោរាសិមហាដូច្នេះជាដើមបានសេចក្តីថានាងវិសាខាជាធីតារបស់ធនជាយសេដ្ឋីមេដាឈ្មោះថាសុមនីទេវីជីតារបស់នាងឈ្មោះថាមេដកៈជីដូនឈ្មោះថាចន្ទៈបតុមេនាងវិសាខាជាស្ត្រីមានឧបនិស្ស័យខ្ពស់បានសម្រេចសោតាបដិផលតាំងពីអាយុ7ឆ្នាំជាមួយនឹងនាងទេរិកា500នាក់ជាបរិវាររបស់នាងជា
នាងជាស្ត្រីប្រកបទៅដោយបញ្ចពិតកល្យាណីមានលំអ5យ៉ាងគឺលំអសក់លំអសាច់លំអឆ្អឹងលំអសម្បុរថ្ងៃលំអវ័យលំអសក់នៃស្ត្រីមានលំអមានសរសៃល្អិតមានពណ៌ដូចជាស្លាបកំផេមការរំសាយចុះទៅមានចុងងោឡើងលើដោយសន្តានកន្ទុយល្ងោកពងមិនចេះស្កូវឡើយសូម្បីតែអាយុ100ឆ្នាំហើយក៏នៅតែមានពណ៌រលោងរលើបដូចកាលនៅពីក្មេងយ៉ាងនេះហៅថាលំអសក់ទី2លំអសាច់សំដៅយកសាច់បបោមាត់ស្ត្រីមានលំអសាច់បបោមាត់ឡើងពណ៌ក្រហមរលោងដោយផ្លែបាក់ទុំឬផ្លែទម្លាប់ទុំជាសាច់ស្អាតឥតមិនដិលសៅមងទោះបីមានអាយុ100ឆ្នាំហើយក៏នៅតែក្រហមរលោងស្រស់ដូចដើមយ៉ាងនេះហៅថាលំអសាច់អធិកល្យាណៈលំអឆ្អឹងសំដៅយកឆ្អឹងធ្មេញស្ត្រីប្រកបដោយលំអមានធ្មេញចិត្តស្និទ្ធរៀបស្មើមិនចំពឹសមានពណ៌សរលោងដូចជាត្បូងពេជ្រដែលជាងបានឆ្នៃហើយដាក់តម្រៀបគ្នាឬក៏ដូចជាសាំងដែលបកគោដតីឆ្នៃល្អបើហានិយាយឡើងកាលណាមានពលឺទឹកដមព្រាតសំបីមានអាយុ100ឆ្នាំហើយក៏ធ្មេញនៅតែចិត្តស្និទ្ធល្អដោយកាលអាយុ16ឆ្នាំយ៉ាងនេះហៅថាលំអឆ្អឹងទី4ឆវិកកល្យាណៈលំអសម្បុរថ្ងៃបានដល់លំអស្បែកស្ត្រីប្រកបដោយលំអមានពណ៌2យ៉ាងសមួយខ្មៅមួយសមានពណ៌ដូចជាកនិការលីងរលោងស្អាតឥតមានអាចរុយឬសម្លាកមណ្ឌលសៅមងឡើយសំបីតែសម្លាកដែលកើតមានដោយកមរមាស់មួយក៏គ្មានដែរលំអខាងខ្ពស់ខ្មៅមានពណ៌ខ្មៅស្រស់ដោយផ្កាអបុលជាសម្បុរដែលមានទឹកដមរលេបរលោងយ៉ាងនេះហៅថាលំអសម្បុរថ្ងៃទី5វយកល្យាណៈលំអវ័យស្ត្រីបរិបូរទៅដោយលំអទោះបីប្រសូតបុត្រ100ដងក៏នៅស្អាតដូចជាវ័យក្មេងកាលដែលនាងអាយុ16ឆ្នាំទោះបីមានអាយុ100ឆ្នាំហើយក៏នៅតែល្អស្រស់គ្រប់អវយវៈដូចជាស្រីក្រមុំយ៉ាងនេះហៅថាលំអវ័យក្នុងការដែលនាងវិសាខាមានអាយុ16ឆ្នាំថ្ងៃមួយជាថ្ងៃបុណ្យខត្តរិទ្ធនាងបាននាំបរិវារ500នាក់ព្រមទាំងធីតារបស់សេដ្ឋីកហាបតីទៅលេងនៅក្នុងស្ទឹងពេលនោះមហាមេឃបង្អោរភ្លៀងចុះមកពួកទេពធីតាទាំងឡាយក៏នាំគ្នារត់ប្រងព្រាតចូលទៅក្នុងសាលាឯនាងវិសាខានាងដើរសន្សំហាក់ដូចជាមិនខ្លាចទៅទឹកគ្រានោះមានព្រាហ្មណ៍8នាក់ជាអ្នកបម្រើរបស់មិគិរសេដ្ឋីដែលឲ្យដើររកស្ត្រីប្រកបដោយលំអ5យ៉ាងដើម្បីផ្សំគុំជាភរិយាឲ្យបុណ្ណវណ្ណកុមារជាកូនព្រានទាំង8នាក់នោះបានឃើញចរិយាសម្បត្តិរបស់នាងវិសាខាដូច្នេះហើយក៏នាំគ្នាសង្កេតពិនិត្យមើលបានដឹងជាក់ថាជាស្ត្រីប្រកបដោយលំអ5យ៉ាងប៉ុន្តែមិនទាន់ឃើញធ្មេញរបស់នាងលុះនាងវិសាខាឡើងទៅដល់លើសាលាមានសរីរៈទទឹកជោកទៅដោយទឹកភ្លៀងព្រាហ្មណ៍ក៏បានឱកាសនឹងឃើញធ្មេញរបស់នាងទើបនាំគ្នានិយាយថាស្រីនេះប្រហែលជាកូនអ្នកក្រីក្របានជាខ្ជិលយ៉ាងនេះសូមបីដើរឲ្យភ្លៀងទទឹកអស់នាងវិសាខាឮដូច្នេះហើយក៏សួរព្រាហ្មណ៍ថាអ្នកនិយាយពីអ្នកណាព្រាហ្មណ៍ថាយើងនិយាយពីនាងពេលនោះនាងវិសាខាបាននិយាយប្រាប់ដល់ព្រាហ្មណ៍ដោយសំឡេងពីរោះហាក់ដូចជាសំឡេងនៃរកាំងសម្រិតថាបានជាខ្ញុំមិនរត់ស៊ូដើរឲ្យទៅទឹកភ្លៀងគ្រឿងអលង្ការយ៉ាងនេះព្រោះពួកជនដែលមានគ្រប់លក្ខមាន4គឺបព្វជិតស្ដេចស្ត្រីដំរីជនទាំង4នេះមិនគួររត់ឡើយព្រោះថាមួយបព្វជិតទោះបីមានហេតុយ៉ាងណាមានភ្លៀងមានខ្យល់ឬព្យុះជាដើមមិនត្រូវរត់ឡើយត្រូវតែដើរសន្សំតាមធម្មតាទើបហៅថាបព្វជិតមានលក្ខទី2ស្ដេចបានអភិសេកហើយកំពុងត្រង់នៅគ្រឿងកុកដាក់ភ័ណ្ឌទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមមិនគួររត់ដូចជាកហាបតីឡើយត្រូវតែយាងសន្សំទើបហៅថាស្ដេចមានលក្ខទី3ស្ត្រីដែលពេញក្រមុំទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមមិនត្រូវរត់ដូចជាបរោះឡើយត្រូវតែដើរសន្សំទើបហៅថាស្ត្រីមានលក្ខ
4. ដំរីមង្គលដែលគេប្រដាប់តាក់តែងដោយគ្រឿងអលង្ការហើយទោះបីមានហេតុយ៉ាងណាមិនត្រូវរត់ឡើយត្រូវដើរដោយដំណើរធម្មតាទើបហៅថាដំរីមានលក្ខណ៍ព្រានទាំង8នាក់ស្ដាប់ហើយបានឲ្យពោសពសាទុកាដល់នាងវិសាខាការចង់ឃើញនៅថ្មិញរបស់នាងក៏បានឃើញដោយបំណងព្រានទាំង8នាក់និយាយប្រាប់ដល់នាងវិសាខាថាយើងទាំងអស់គ្នាមានសេចក្តីប្រាថ្នាចំពោះនាងហើយនឹងលើភួងផ្កាមាសដែលមានតម្លៃ100,000ជូនជាគ្រឿងបញ្ចាំចិត្តដល់នាងនាងក៏ព្រមទទួលយកមកពាក់នៅកដើម្បីបញ្ជាក់ឲ្យព្រាហ្មណ៍ដឹងថានាងព្រមទទួលទើបនាងសួរទៅរកព្រាហ្មណ៍ថាអ្នកមកពីនគរណាព្រាហ្មណ៍ថាខ្ញុំមកពីនគរសាវត្ថីត្បិតមីគរៈសេដ្ឋីមានកូនប្រុសមួយឈ្មោះថាបុណ្ណវណ្ណៈកុមារបានបញ្ជូនខ្ញុំមកដណ្ដឹងនាងវិសាខាព្រមទទួលទើបនាំព្រាហ្មណ៍ទាំង8នាក់នោះទៅប្រាប់ដល់ធនជយៈសេដ្ឋីជាបិតាធនជយៈសេដ្ឋីក៏ព្រមឲ្យបានសួរអំពីសម្បត្តិមីគរៈសេដ្ឋីព្រាហ្មណ៍ប្រាប់ថាមីគរៈសេដ្ឋីមានប្រាក់40កោដធនសេដ្ឋីលាន់មាត់ថាប្រាក់40កោដនោះតិចពេកណាស់มันបានប្រហែលនឹងតម្លៃថែរក្សាមានតម្លៃម្សៅនិងប្រេងជាដើមរបស់កូនខ្ញុំទេតមកធនជយៈសេដ្ឋីនិងមីគរៈសេដ្ឋីក៏ចែកចែងរៀបចំមង្គលការបុត្រធីតាបានអញ្ជើញស្ដេចពីនគរព្រមទាំងកហបតីសេដ្ឋីមន្ត្រីទូចធំប្រជារាស្ត្រទាំងអស់មកជាកិត្តិយសក្នុងមង្គលការនៅថ្ងៃទី1ជាដំបូងធនជយៈសេដ្ឋីបានហៅជាងមាស500នាក់មកធ្វើគ្រឿងមហាលតាប្រាសាទអាវសម្រាប់ពាក់ការអាវនោះមានតម្លៃ9កោដថ្លៃឈ្នួលជាង100,000រៀលអាវនោះធ្វើអំពីមាសនិងពេជ្រសុទ្ធគឺត្បូងពេជ្រចំនួន4នាលកែវមុតថា11នាលកែវបវាលៈ22នាលកែវមณี33នាលព្រមទាំងមាសនិងប្រាក់ជាច្រើនយកទៅហូតធ្វើជាអំបោះអាវនោះរាងជាសត្វល្ងោកស្លាបម្ខាងចំនួន500ស្លាបរចនាអំពីមាសនិងប្រាក់ចំណុះរចនាដោយកែវបវាលៈភ្នែករចនាដោយកែវមณีកន្ទុយមានស្លាប500រចនាដោយមាសនិងប្រាក់អាវនោះហើយលើកពាក់កាលណាឃើញហាក់ដូចជាល្ងោកមាសពងរំឯដកំពូលភ្នំឮសូរសំឡេងលន់ចេញពីស្លាបដូចជាដូរតន្ត្រីទឹកសេដ្ឋីរៀបមង្គលការបានចំនួន3ខែពួកអ្នកចំអិនអាហារប្រាប់ថាអស់ដុតហើយសេដ្ឋីប្រាប់ឲ្យទៅរុះរើផ្ទះចាស់និងរោងដំរីយកមកដុតលុះដុតបានកន្លះខែក៏អស់នោះទៅទៀតទើបសេដ្ឋីបង្គាប់ឲ្យចាក់ឃ្លាំងយកសម្ពុតសាច់ក្រាស់ជ្រលក់ប្រេងដុតចំអិនអាហារតទៅទៀតលុះបានកន្លះខែទៀតជាគម្រប់4ខែជាងទាំង500នាក់ដែលធ្វើគ្រឿងមហាលតាប្រាសាទតាំងពីថ្ងៃចូលរោងមកក៏គម្រប់4ខែគត់ទៅធ្វើអាវនោះហើយហៅថាអាវមហាលតាប្រាសាទនោះធនយៈសេដ្ឋីនិងមីគរៈសេដ្ឋីបានផ្សំគុំនាងវិសាខានិងបុណ្ណវណ្ណៈកុមារឲ្យជាគូស្វាមីភរិយាក្នុងថ្ងៃជាគម្រប់4ខែនោះលុះរៀបអាពាហ៍ពិពាហ៍ហើយធនយៈសេដ្ឋីបញ្ជូននាងឲ្យទៅនៅខាងសំណាក់ម្ដាយក្មេកឪពុកក្មេកបានចែកទ្រព្យសម្បត្តិឲ្យជាច្រើនគឺឲ្យភាជមាសចំនួន500រទេះភាជប្រាក់500រទេះភាជទង់ដែក500រទេះភាជសម្រិត500រទេះសម្ពុតអំបោះនិងសម្ពុតសូត្រ500រទេះសាប់ពេ500រទេះប្រេង500រទេះស្ករអំពៅ500រទេះអង្ករស្រូវសាលី500រទេះគ្រឿងឧបភោគផ្សេងមានដង្កល់និងផាលជាដើម500រទេះខ្ញុំប្រុសស្រីជាច្រើនក្នុងថ្ងៃដែលនាងចេញទៅបានបង្គាប់ឲ្យបរោះបើកទ្វារក្រោលគោហើយឲ្យដេញគោចេញទៅវាលបរោះនោះក៏ធ្វើតាមបង្គាប់របស់សេដ្ឋីលុះគ្រប់ចំនួនហើយបរោះនោះបិទទ្វារក្រោលគោក៏ស្ទុះទម្លាយក្រោលទៅទៀតតាមនាងទៀតដោយផលបុណ្យដែលនាងបានធ្វើទានដោយចិត្តទូលាយពីជាតិមុនមកថ្ងៃមួយនាងវិសាខាទៅស្ដាប់ធម៌នៅវត្តចិត្តពុនបាននាំកូនចៅជាច្រើនប៉ុនអ្នកទៅជាមួយផងកាលនោះមានភិក្ខុមួយរូបចង់ឃើញនាងវិសាខាបានសួរភិក្ខុមួយរូបដែលអង្គុយចិត្តភិក្ខុនោះផងគ្នា
មើលស្ត្រីណាក្រោកឡើងយកដៃច្រត់ក្បាលជង្គង់ស្ត្រីនោះហើយគឺជានាងវិសាខាកាលនោះនាងវិសាខាអាយុ70ឆ្នាំហើយនាងនៅតែក្មេងដូចជាចៅរបស់នាងមែននាងវិសាខាមានកូន20នាក់កូនមួយមានចៅ20នាក់ចៅមួយមានកូន20នាក់រួមទាំងកូនទាំងចៅទួតចំនួន8420នាក់តែអត់មានអ្នកឈឺស្លាប់មួយឡើយនាងវិសាខាមានកម្លាំងខ្លាំងស្មើនឹងដំរី5ថ្ងៃមួយនាងត្រឡប់មកពីស្ដាប់ធម៌លុះព្រះរាជាចង់លបងកម្លាំងរបស់នាងបានលេងដំរីចុះប្រេងមួយឲ្យទៅព្រិចនាងបានយកមករៀមដៃពីរទៅទប់នឹងដំរីក៏ដួលក្រាបលើផែនដីមិនអាចក្រោកឡើងបានថ្ងៃមួយនាងវិសាខាទៅស្ដាប់ធម៌ដោះគ្រឿងមហាលតាប្រាសាទទុកនៅខាងក្រៅវិហារដល់ស្ដាប់ហើយភ្លេចចោលនៅទីនោះទៅប្រើនាងទាសីដែលមានកម្លាំងស្មើនឹងនាងទៅឲ្យយកអាវបានប្រាប់ថាបើភិក្ខុអង្គណាមួយលោករើសទុកនាងប្រកេនលោកចោះកំយកមកវិញពេលនោះព្រះអានន្ទបានរើសទុកព្រោះលោកមានកម្លាំងលើកអាវនោះរួចតម្លៃអាវនោះហើយដែលកសាងបានវត្តពុពារាមួយនាងវិសាខាមានអាយុ120ឆ្នាំនាងធ្វើមរណកាលបានទៅកើតក្នុងឋាននិមាននរតីជាអគ្គមហេសីរបស់ព្រះបាទនិមានតរៈទេវបុត្រអាចារ្យនិទានសូមជូនរឿងនាងបតុមវតីសេចក្តីប្រាថ្នារបស់ស្ត្រីមានសទ្ធាមិនសាបសូន្យក្នុងអតីតកាលមានស្ត្រីម្នាក់ដើរទៅធ្វើការងារនៅអាស្រែពីព្រលឹមបានឃើញផ្កាឈូកដែលរីស្គូស្គីនៅក្នុងស្រះមួយក្បែរផ្លូវក៏ចុះទៅបេះផ្កាឈូកហើយកាច់នៅស្លឹកឈូកខ្ចប់ផ្កានោះលុះទៅដល់ខ្ទមបានធ្វើលាជចំនួន500គ្រាប់ខ្ចប់នឹងស្លឹកឈូកគណៈនោះមានព្រះបច្ចេកពុទ្ធមួយអង្គនិមន្តមកពីភ្នំកន្តមាត្រមកឈរត្រង់ទីចំពោះមុខរបស់នាងឃើញព្រះបច្ចេកពុទ្ធនោះហើយក៏កាន់លាជនឹងផ្កាឈូកចុះទៅដាក់បាតបានយកផ្កាឈូកមកដាក់ពីលើគ្របបាតរបស់លោកលុះលោកនិមន្តផុតបន្តិចទៅនាងទៅតាមពីក្រោយនិយាយសុំទោសថាលោកម្ចាស់ជាបព្វជិតខ្ញុំព្រះកណាមិនគួរប្រកេនផ្កាឡើយសូមលោកម្ចាស់អត់ទោសដល់ខ្ញុំព្រះកណាទើបតាំងសេចក្តីប្រាថ្នាថាក្នុងអនាគតកាលខ្ញុំសូមឲ្យមានកូន500នាក់ប្រហែលនឹងក្របលាជដែលប្រកេនលោកម្ចាស់មួយយ៉ាងទៀតសូមឲ្យផ្កាឈូកផុសឡើងរាល់ជំហានក្នុងទីដែលខ្ញុំកើតហើយដោយអានិសង្សនៃការប្រកេនផ្កាឈូកដល់ព្រះបច្ចេកពុទ្ធនោះនាងបានទៅកើតក្នុងទេវលោកមានផ្កាឈូកផុសឡើងរាល់ជំហានក្នុងកាលវេលាដែលនាងដើរលោកយត់ពីទេវលោកបានមកកើតជាឧបតិកៈកំណើតនៅក្នុងត្របកឈូកនាស្រះមួយក្បែរជើងភ្នំកាលនោះមានតាបោះមួយរូបទៅខ្ពុលមាត់លុបមុខក្នុងស្រះនោះពីព្រលឹមស្រាងបានឃើញផ្កាឈូកមួយនៅក្រពុំធំជាងគេនៅក្នុងស្រះនោះលោកពិចារណាថាផ្កាឈូកនេះនៅក្រពុំទេមិនក៏ធំជាងគេផ្កាដែលរីស្គូស្គីច្បាស់ជាមានអ្វីនៅក្នុងផ្កាឈូកនោះពុំខានក៏ចោះទៅកាច់យកផ្កាឈូកនោះមកហើយផ្កាឈូកនោះក៏រីកឡើងភ្លាមក្នុងពេលដែលតាបោះទៅពាល់ត្រូវតាបោះបានឃើញនាងទារិកាដេកនៅក្នុងត្របកឈូកនោះហើយមានសេចក្តីត្រេកអរណាស់បានកាច់យកទាំងផ្កាទៅទុកក្នុងអាស្រមលំដាប់នោះទឹកដោះតាបោះក៏កើនឡើងដោយអំណាចបុណ្យរបស់នាងតាបោះកាលបើផ្កាឈូកស្រពោនហើយទៅកាច់ផ្កាថ្មីមកដាក់ឲ្យដេកទៀតដរាបដល់នាងទារិកានោះធំដើរចេះរត់នាងដើរទៅក្នុងទីណាផ្កាឈូកដោះត្ររាល់ជំហានតាបោះក៏កំណត់នាងទារិកានោះឈ្មោះថាបតុមវតីថ្ងៃមួយមានព្រានព្រៃម្នាក់បានឃើញមានសម្បុរដូចជាទេវតាល្អប្លែកអស្ចារ្យជាងមនុស្សសាមញ្ញក៏ក្រាបទូលដល់ព្រះបាទពារាណសីព្រះរាជាក៏បានទៅថ្វាយបង្គំសុំតាបោះយកនាងបតុមវតីទៅអភិសេកលើគំនោកែវតម្កល់នាងជាអគ្គមហេសីធំបំផុតថ្ងៃក្រោយនាងមានគោដល់គ្រប់ខែក៏ប្រសូតព្រះរាជបុត្រមួយព្រះអង្គមកព្រះនាមថាបតុមរាជកុមារក្នុងពេលដែលប្រសូតនោះមានទារក499រូបកើតជាសំសេតជៈកើតតាមរនញើសរបស់នាងដែលបែកញើសក្នុងវេលាប្រសូតរួមកូនរបស់នាងទាំង500នាក់
កើតក្នុងថ្ងៃជាមួយគ្នាដល់តែរក់នោះមានអាយុ15ឆ្នាំបាននាំគ្នាទៅលេងទឹកនៅក្នុងស្រះបោករណីដែលមានផ្កាឈូករីកប្រងព្រាតកុមារទាំង500នាក់បានពិចារណានៅរូបកាយប្រៀបធៀបនឹងផ្កាឈូកដែលរុះរយត្របកកេសរក៏បានត្រាស់ជាព្រះបច្ចេកពុទ្ធទាំងអស់គ្នាឯនាងបទុមវតីបានដល់នៅក្នុងពុទ្ធកាលនោះបានមកកើតជានាងឧបុលវណ្ណាថេរីអាចារ្យនិទានសូមជូនរឿងឧបសាលកៈព្រាហ្មណ៍សត្វលោកមានការកើតស្លាប់ញឹកញាប់រាប់មិនអស់ក្នុងកាលកន្លងទៅហើយមានព្រាហ្មណ៍ម្នាក់ឈ្មោះថាឧបសាលៈនៅក្នុងនគររាជក្រឹសជាអ្នកប្រកាន់ខ្លួនគាត់បានប្រាប់ដល់កូនប្រុសរបស់គាត់ថាបើអញស្លាប់ទៅកូនឯងចូលចាត់ចែងបូជាសពអញត្រង់កន្លែងណាដែលមនុស្សទាំងឡាយមិនដែលបូជាមិនធ្លាប់ចោលសាកសពមិនធ្លាប់កប់សាកសពរបស់មនុស្សដតីកូនឮដូច្នេះហើយបាននិយាយប្រាប់បិតាថាខ្ញុំមិនអាចនឹងដឹងទីកន្លែងណាដែលបរិសុទ្ធស្អាតមិនដែលមានបុគ្គលណាដែលយកសាកសពទៅបូជាកប់ចោលទេហេតុនេះសូមបិតាចង្អុលប្រាប់ទីដែលបរិសុទ្ធនោះដល់កូនឧបសាលៈព្រាហ្មណ៍ក៏បានចង្អុលទីតាំងលើកំពូលភ្នំកច្ចកោតត្រង់ចន្លោះភ្នំ3ហើយបាននាំកូនឡើងទៅលើកំពូលភ្នំចង្អុលប្រាប់ទីនោះដោយសពគ្រប់ទើបនាំគ្នាចុះមកវិញដល់ជើងភ្នំបានជួបនឹងឥសីមួយរូបជាអ្នកបានសម្រេចអភិញ្ញានិងសមាបត្តិឥសីឃើញជនទាំងពីរអ្នកនោះហើយក៏សួរថាមនាលព្រាហ្មណ៍អ្នកទាំងអស់គ្នាមកពីទីណាព្រាហ្មណ៍ជាកូនប្រាប់ឥសីថាខ្ញុំមកពីមើលទីដែលបរិសុទ្ធមិនដែលបុគ្គលណាយកសាកសពទៅកប់ទៅបូជាដល់ចោលក្នុងទីនោះព្រោះបិតាខ្ញុំប្រាប់ថាដល់កត់ធ្វើមរណកាលទៅឲ្យខ្ញុំយកទៅបូជាក្នុងទីដែលបរិសុទ្ធមិនដែលបុគ្គលណាគេយកសាកសពទៅបូជាទៅកប់ចោលក្នុងទីនោះឥសីលោករលឹកជាតិបានក៏បបួលព្រាហ្មណ៍ទាំងពីរនាក់ត្រឡប់ទៅលើកំពូលភ្នំនោះម្ដងទៀតទៅដល់ហើយព្រាហ្មណ៍ជាកូនចង្អុលបង្ហាញទីនោះឥសីឃើញហើយក៏រលឹកជាតិរបស់ព្រាហ្មណ៍ដឹងថាដោយសពគ្រប់ទើបនិយាយថាមនាលព្រាហ្មណ៍បិតារបស់អ្នកធ្លាប់កើតក្នុងត្រកូលព្រាហ្មណ៍នាក្រុងរាជក្រឹសនេះបានមានឈ្មោះថាឧបសាលៈដូចជាការឥឡូវនេះជាច្រើនជាតិមកហើយលុះស្លាប់ទៅបាននាំសពមកបូជាក្នុងទីនេះចំនួន 14,000 ជាតិហើយទើបលោកសម្ដែងគាថាប្រាប់ដល់ព្រាហ្មណ៍នោះថាមនាលព្រាហ្មណ៍ឈ្មោះថាឧបសាលៈត្រូវគេបូជាក្នុងទីនេះ 14,000 ជាតិហើយទីឋានដែលសត្វមិនស្លាប់តគ្នាឥតមានក្នុងលោកទេសច្ចៈធម្មៈអហិង្សាសម្បញ្ញៈនិងតមៈទាំង5នេះមាននៅក្នុងទីណាព្រះអរិយៈទាំងឡាយតែងសែបនៅទីនោះឯងឈ្មោះថាអនាមតៈឥតមានសត្វស្លាប់តគ្នាឡើយព្រាហ្មណ៍ទាំងពីរនាក់ឮដូច្នេះហើយលែងខ្វល់ខ្វាយក្នុងទីបូជាសពត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទៅ